អំពើណាដែលជាអំពើល្អអំពើជាប្រយោជន៍ជាអំពើមិនប៉ះពាល់ដល់សិទ្ធិសេរីភាពដល់អាយុជីវិតរបស់អ្នកដទៃអំពើនោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ហៅថាបុណ្យហើយការបំពេញបុណ្យកុសលដើម្បីជាការលាងជម្រះសម្អាតសន្តាននៃចិត្តរបស់ពុទ្ធបរិស័ទទាំងឡាយនេះមានទស្សនៈខ្លះដោយអំណាចនៃមោហៈក្របសង្កត់ក៏មានការយល់ថាកាលណាបើការបំពេញបុណ្យនឹងទល់តែត្រូវមានលុយមានកាក់មានទ្រព្យសម្បត្តិនេះទើបអាចបំពេញបុណ្យបានតែបើមិនមានលុយមិនមានទ្រព្យសម្បត្តិទេมันអាចនឹងបំពេញបុណ្យបានទេយើងសួរថាតើទស្សនៈដែលបានលើកឡើងនេះវាជាការពិតដែរឬមួយក៏ជារឿងដែលមិនពិតទៅតាមការសិក្សាស្រាវជ្រាវកាពីនៃការព្រះពុទ្ធសាសនាបើយើងឆ្លើយទៅតាមការលើកឡើងនេះយើងថាការលើកឡើងនេះមានលក្ខណៈត្រូវដោយចំណុចខ្លះនិងមានលក្ខណៈមិនត្រូវដោយចំណុចខ្លះបើយើងសង្កេតពិនិត្យមើលនៅក្នុងប្រភពឬក៏ហេតុជាទីកើតនៃបុណ្យកុសលនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាហេតុដែលឲ្យកើតទៅជាបុណ្យកុសលនៅក្នុងពុទ្ធសាសនាមានច្រើនប្រការណាស់ឲ្យតែអំពើនោះជាប្រយោជន៍អំពើនោះមិនបកឲ្យមានសេចក្តីទុក្ខដល់អ្នកដទៃសុទ្ធតែជាអំពើនាំឲ្យកើតបុណ្យទាំងអស់ដោយនៅក្នុងបញ្ញកិរិយាវត្ថុព្រះអង្គទ្រង់ត្រាស់សម្ដែងនៅហេតុជាទីកើតឡើងនៃបុណ្យទាំង10ចំណុចមានបុណ្យកើតឡើងអំពីការបរិច្ចាគទានលះបង់នៅវត្ថុនានាឲ្យអ្នកដទៃក៏ជាហេតុនាំឲ្យកើតបុណ្យមួយទៀតការបរិច្ចាគទាននេះបើយើងមិនចង់អស់ទ្រព្យសម្បត្តិទេក៏ត្រឹមតែការប្រកាន់ខ្ជាប់នៅមនុស្សធម៌ទាំង5ប្រការមានមេត្តាសម្មាអាជីវៈសតិរៈសន្តោសៈជាដើមក៏សុទ្ធតែជាហេតុនាំឲ្យកើតបុណ្យទាំងអស់អញ្ចឹងការរក្សាសិលញាតិញោមទៅសមាទានសិល5ក្តីសិល8ក្តីទោះបីជាមិនមានលុយមិនមានកាក់មិនមានទ្រព្យសម្បត្តិអីក៏អាចធ្វើបុណ្យបានដែរសំខាន់ឲ្យតែចិត្តនឹងមានការវាចាការប្រព្រឹត្តអាក្រក់នឹងក៏ជាហេតុនាំឲ្យកើតទៅជាបុណ្យនៅក្នុងពុទ្ធសាសនាមួយទៀតបុណ្យនឹងកើតឡើងអំពីការរក្សាសិលញាតិញោមវាចាការសម្លាប់សត្វមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងកាមមិនពោលពាក្យកុហកមិនបរិភោគគ្រឿងស្រវឹងក៏ជាហេតុនាំឲ្យកើតបុណ្យឃើញតែមិនមានអស់លុយកាក់អីទេមួយទៀតបុណ្យកើតឡើងអំពីការចម្រើនភាវនាការផ្សាយមេត្តាធម៌ដល់សត្វទាំងឡាយទាំងពួងបានដល់នៅសេចក្តីសុខមិនមានពៀវេរានឹងគ្នាជាដើមក៏ជាហេតុនាំឲ្យកើតទៅជាបុណ្យវយាវចមយៈការជួយខ្វល់ខ្វាយបំរើពេលដែលអ្នកដតីគេធ្វើបុណ្យកុសលមានការបរិច្ចាគទានជាដើមយើងជួយទំនុកបំរុងជួយជ្រោមជ្រែងរៀបចំគ្រឿងសក្ការៈភ្ញីផ្កាទានធូបបូជាបរតនត្រ័យក្តីរៀបចំអាសនៈប្រគេនព្រះសង្ឃក្តីរៀបចំចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃជាដើមក្តីសុទ្ធតែជាអំពើនាំឲ្យកើតទៅជាបុណ្យទាំងអស់អបច្ចាយនមយៈបុណ្យកើតឡើងអំពីការគោរពយើងមានសេចក្តីគោរពចំពោះចាស់ព្រឹទ្ធាចារ្យមេត្តាបិតាព្រះសង្ឃឬក៏ឥស្សរជនមានបុណ្យស័ក្តិពងពោះជាដើមក៏ជាអំពើនាំឲ្យកើតទៅជាបុណ្យកុសលនៅក្នុងពុទ្ធសាសនាមួយទៀតការបានចំណែកបុណ្យហើយចែករំលែកចំណែកបុណ្យផ្សាយចំណែកបុណ្យដែលខ្លួនបានបំពេញដល់មនុស្សផងគ្នានៅក្នុងសង្គមក្តីការផ្សាយចំណែកបុណ្យកុសលដល់អ្នកដែលចែកឋានទៅកាន់លោកខាងមុខក្តីក៏ជាហេតុនាំឲ្យកើតបុណ្យ
ការអនុមោទនាទទួលត្រេកអរចំពោះបុណ្យកុសលដែលអ្នកដទៃបានបំពេញហើយសុទ្ធតែជាអំពើនាំឲ្យកើតទៅជាបុណ្យការសម្ដែងធម៌ដូចជាញាតិញោមសពបរោះទាំងអស់មានសទ្ធានិមន្តព្រះសង្ឃសម្ដែងធម៌ទេសនាក្តីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិមន្តព្រះសង្ឃសូត្រសត្តបករណាពិធម្មទាំង7គម្ពីរដាក្តីពឹស្ដាក្តីសុទ្ធតែជាអំពើនាំឲ្យកើតទៅជាបុណ្យរីឯការស្ដាប់ធម៌ញាតិញោមចំណាយពេលវេលាកន្លះម៉ោងក្តី1ម៉ោងក្តីស្ដាប់ធម៌ទេសនាតាមបុណ្យឬក៏តាមវិទ្យុឬក៏ទេសនាស្ដាប់ធម៌តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងមានទូរទស្សន៍ជាដើមក៏ជាហេតុនាំឲ្យកើតបុណ្យការអប់រំទិដ្ឋិរបស់ខ្លួនឲ្យមានការយល់ត្រូវទៅតាមសភាវៈធម៌ពិតសុទ្ធតែជាហេតុនាំឲ្យកើតបុណ្យទាំងអស់អញ្ចឹងបើយើងសង្កេតពិនិត្យមើលនៅក្នុងហេតុជាទីកើតឡើងនៃបុណ្យកុសលដូចជាមិនត្រឹមត្រូវទាំងអស់ទៅតាមទស្សនៈដែលបានលើកឡើងនោះទេចំណុចខ្លះក៏ยังអាចធ្វើឲ្យកើតទៅជាបុណ្យបានដោយមិនមានចាយលុយកាក់មិនមានប្រើទ្រព្យសម្បត្តិទេតែចំណុចខ្លះទៀតទល់តែយើងត្រូវប្រើទ្រព្យសម្បត្តិដែរឧទាហរណ៍ដូចជាអស់លោកនៅប្រាំបុណ្យបំពេញតក្កិណានុបទានកម្មក្នុងពេលនេះអាចនឹងមានចំណាយទ្រព្យសម្បត្តិខ្លះក៏ប៉ុន្តែសំខាន់រឿងចិត្តរឿងចេតនាព្រះអង្គទ្រង់ត្រាស់សម្ដែងថាចិត្តចេតនាអារម្មណ៍ដែលនឹកភ្នោកនៅក្នុងការធ្វើអំពើបុណ្យក្នុងការធ្វើអំពើល្អនេះគឺជាតួដែលនាំឲ្យកើតទៅជាបុណ្យនៅក្នុងពុទ្ធសាសនាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងសង្កត់ធ្ងន់ទៅលើចិត្តនឹងឯងកាលណាបើសត្វទាំងឡាយអប់រំឲ្យស្ងប់រងាប់ចាកលោភៈទោសៈមោហៈហើយសុទ្ធតែជារឿងនាំឲ្យកើតទៅជាបុណ្យកុសលនៅក្នុងពុទ្ធសាសនាទាំងអស់ចឹងមានតែបុណ្យនឹងទេបុណ្យនឹងជាធម្មជាតិមួយដែលរងធម្មជាតិមួយថ្លាស្អាតបរិសុទ្ធណាស់ក្នុងការលាងជំរះសម្អាតចិត្តរបស់សត្វទាំងឡាយកុំឲ្យសៅហ្មងធ្វើចិត្តនឹងឲ្យជាចិត្តថ្លាឲ្យជាចិត្តស្អាតឲ្យជាចិត្តប្រកបដោយសុខភាពនឹងបានជាឧបនិស្ស័យនៅក្នុងការកាត់បន្ថយជាតិកំណើតនឹងឲ្យបានសម្រេចនៅគុណធម៌ថ្នាក់ណាមួយសោតាក្តីសក្តិក្តីអនាគាក្តីដែលមានព្រះនិព្វានជាទីបំផុតដែលមានព្រះនិព្វានជាទីបំផុតអញ្ចឹងខ្ញុំប្រករុណាបានសម្ដែងសេចក្តីនៅក្នុងនៃពធអំពីឫសគល់នៃអកុសលលមូលទាំង3ប្រការនេះដែលយោងទៅតាមពេលវេលាក៏សមល្មមសំគួរដល់ពេលវេលាហើយបើសិនណាបើមានសេចក្តីខ្វះខាតឆក់ល្វែងដោយប្រការណាមួយក៏សូមព្រះមហាលៀងសវណ្ណដែលជាប្រធាននៅក្នុងការសម្ដែងធម៌ក្នុងឱកាសពេលនេះមេត្តាជួយបំពេញបន្ថែមផងសូមអនុមោទនាសាធុជក់មកញោមណាជក់đấyណាហើយជក់ពីរោះនៅក្នុងអត្តន័យសេចក្តីនៃពធហ្នឹងដាក់មកគឺស្ងាត់ឲ្យជ្រាបហ្មងហើយមានតែមន់ទេស្រែកកូនមន់ស្រែកជីបនៅក្រោមផ្ទះដោយសារមន់អត់ចេះស្ដាប់ធម៌មែនទេហ្នឹងហើយក្រៅពីហ្នឹងគេស្ងាត់ណាញាតិញោមពុទ្ធបរិស័ទស្ងាត់ជ្រាបផ្ទៀងសោតប្រសាទស្អាតបរិសុទ្ធកំណត់ត្រង់ត្រាប់ចាប់យកអត្ថន័យខ្លឹមសារឃើញថាទាំងអស់ហ្នឹងគឺជាមធ្យោបាយដោះស្រាយនៅក្នុងជីវិតរបស់យើងគឺត្រូវសិក្សាដើម្បីអប់រំតាមផ្លូវកាយក្តីផ្លូវវិជ្ជាក្តីផ្លូវចិត្តក្តីយើងសិក្សាបន្ថែមទៀតដើម្បីឲ្យបានជាឧបនិស្ស័យក្នុងការកសាងបុណ្យកុសលណាហើយមានកម្លាំងចិត្តប្រព្រឹត្តទៅក្នុងការកសាងបុណ្យកុសលហ្នឹងទើបយើងអាច
វាយបំបែកកាច់បំបាក់វងខ្មាំងសត្រូវពលគឺកិលេសមានអកុសលមូលទាំង3លោភៈទោសៈនឹងបានណាសូមអរគុណណាគុណចាស់ណាព្រះអង្គព្រះមហាហងចនាដែលបានលើកឡើងនៅអត្ថន័យនៃពធយ៉ាងពិរោះនេះហ្នឹងហើយហើយឥឡូវនៅសល់មួយអង្គទៀតនេះជួបគ្នាលើកទី2ណាជួបគ្នាលើកទី2លើកមុនជួបគ្នាភាសានៅខាងកើតណាផ្ទះឧបាសិកាសៅស្រីញោះឥឡូវសាមុននិមន្ត3ព្រះអង្គហ្នឹងសាមុនណាហ្នឹងហើយញាតិញោមចាំហ៎ណាចាំហ៎មុន3អង្គប៉ុន្តែបានតែ2អង្គទេកាលនោះបានតែ2អង្គទេរំលឹកបន្តិចចុះនិយាយដើមខ្លួនឯងណានិយាយដើមខ្លួនឯងញាតិញោមស្ដាប់ចង់ស្ដាប់អាត្មានិយាយដើមខ្លួនឯងណាចង់ហ៎ហ្នឹងហើយកុំឲ្យទៅនិយាយដើមគេមកនិយាយដើមខ្លួនឯងបានអញ្ចឹងញាតិញោមពុទ្ធបរិស័ទបានស្ដាប់ថ្ងៃនេះគឺបំណងរបស់យើងដែលថានិមន្ត3ព្រះអង្គនោះឲ្យជុំគ្នាឥឡូវបានជុំគ្នាហើយសម្រាប់គោលបំណងជូនលោកអាចារ្យនូសន្លឹងដែលចែកឋានទៅគឺគាត់ក៏មានសេចក្តីរាប់អានគោរពស្រឡាញ់ពេញចិត្តនឹងប្រគុណម្ចាស់ទាំងប្រមាណព្រះអង្គហ្នឹងដូចជាថាការរាប់អានហ្នឹងក៏មានជំរឿកន្លងមកស្រឡាញ់ពេញចិត្តនឹងប្រសង់ស្រឡាញ់ពេញចិត្តនឹងប្រគុណម្ចាស់ប្រមាណព្រះអង្គនឹងដែរហើយឥឡូវនេះលំអនៃពធនៅមានតទៅទៀតណាញាតិញោមលំអតែថាឲ្យតែញាតិញោមមានលំអក្នុងការស្ដាប់ប្រសង់ក៏នៅតែមានលំអក្នុងការសម្ដែងអញ្ចឹងដែរហ្នឹងហើយសេចក្តីមួយកន្លែងទៀតដែលខ្ញុំគណៈអាត្មាភាពបានសិក្សាមើលទៅដូចជាព្រោះដែរណានៅក្នុងគម្ពីរសង្យុត្តនិកាយសតន្តបិដកលេខ29ហ្នឹងព្រះមានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយនឹងព្រះបាទបសេនតិកោសលដែលក្នុងកាលនោះព្រះបាទបសេនតិកោសលបានចូលទៅកាន់វត្តជាតិពុនហើយក្រាបថ្វាយបង្គំព្រះមានពភាថ្វាយបង្គំហើយក៏គង់នៅក្នុងទីមួយដ៏សមគួរហើយក៏ក្រាបទូលព្រះមានពភាបានត្រាស់សួរថាមហាបពិតស្ដេចយាងមកទាំងកណ្ដាលថ្ងៃត្រង់មានការអ្វីដែរហ្នឹងហើយបានព្រះបាទប្រសេនតិកោសលក្រាបថ្វាយបង្គំទូលព្រះមានពភាបពិតព្រះអង្គដ៏ចម្រើនព្រះអាយិការបស់ខ្ញុំព្រះអង្គបានសោយទីបង្គត់ហើយអាយិកាស្អីខ្ញុំអាយិកាលោកយាយណាជីដូនហើយជីតាគេហៅអាយិកោដោយអាចារ្យលឹងទៅអាយិកោណាអាយិកោរបស់អ្នកណាអញ្ចឹងទៅជីតារបស់អ្នកណាអញ្ចឹងមកហើយដល់អាយិកាប្រែថាជីដូនដល់ព្រះបាទប្រសេនក្រាបទូលថាបុព្វព្រះអង្គដ៏ចម្រើនព្រះអាយិការបស់ខ្ញុំព្រះអង្គដែលជាទីស្រឡាញ់ជាទីពេញចិត្តបានសោយទីបង្គត់ហើយបុព្វព្រះអង្គដ៏ចម្រើនព្រះអាយិការបស់ខ្ញុំព្រះអង្គជាអ្នកមានវ័យកន្លងទៅមានអាយុច្រើនមានវ័យកន្លងទៅមានអាយុ120ឆ្នាំដោយកំណើតឥឡូវនេះព្រះអង្គបានសោយទីបង្គត់ហើយបុព្វព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គស្ដាយបុគ្គលជាទីស្រឡាញ់ថាប្រសិនបើខ្ញុំព្រះអង្គអាចបដូរអាចបដូរនឹងហត្ថិរតនៈបដូរនឹងហត្ថិរតបានខ្ញុំព្រះអង្គនឹងបដូរហត្ថិរតហ្នឹងគឺដំរីណាហត្ថិហ្នឹងហត្ថិរតនៈហ្នឹងបដូរបើប្រសិនបើខ្ញុំព្រះអង្គអាចបដូរនឹងហត្ថិរតបានថាកុំឲ្យអាយិការបស់ខ្ញុំព្រះអង្គសោយទីមង្គតខ្ញុំព្រះអង្គនឹងបដូរបុព្វព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គអាចបដូរនឹងអសរតណាអសរតគឺសេះមិញដំរីឥឡូវសេះកែវបដូរនឹងអសរតនឹងបានថាកុំឲ្យព្រះអាយិការបស់ខ្ញុំព្រះអង្គសោយទីមង្គតបានខ្ញុំព្រះអង្គនឹងបដូរបុព្វព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គអាចបដូរនឹងស្រុកសួយថាកុំឲ្យព្រះអាយិការបស់ខ្ញុំព្រះអង្គសោយទីមង្គតបានខ្ញុំព្រះអង្គនឹងបដូរបុព្វព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គអាចបដូរនឹងជនបទហ្នឹងថាកុំឲ្យព្រះអាយិការបស់ខ្ញុំព្រះអង្គសោយទីមង្គតឡើយ
ខ្ញុំព្រះអង្គនឹងបដូរហើយព្រះអត្តកថាលោកបានបង្ហាញថាហត្ថិរតអសរតជាដើមហ្នឹងគឺដំរីរតពាក្យថាដំរីរតពាក្យថាសេះរតហ្នឹងគឺសំដៅទៅលើដំរីដែលមានតម្លៃ100,000 កហបណៈដំរីហ្នឹង100,000 កហបណៈហើយទ្រទ្រង់នៅគ្រឿងប្រដាប់ដែលមានតម្លៃ100,000 កហបណៈទៀតហ្នឹងចាត់ទុកថាជាហត្ថិរតហើយអសរតហ្នឹងសេះកែវហ្នឹងក៏ដូចគ្នាគឺថាជាសេះដែលមានតម្លៃ100,000 កហបណៈទ្រទ្រង់គ្រឿងប្រដាប់ដែលមានតម្លៃ100,000 កហបណៈស្រុកសួយក៏ដូចគ្នាគឺស្រុកសួយហ្នឹងបានន័យថាស្រុកដែលយើងហូតពន្ធបានដែលយើងទាពន្ធបានអាហ្នឹងគឺពេលដែលយើងទាពន្ធហូតពន្ធបាន100,000 កហបណៈអាហ្នឹងគេហៅថាស្រុកសួយនៅក្នុងសេចក្តីនៃវិគាថាហ្នឹងបានព្រះបាទប្រសិទ្ធទីកោសលក្រាបថ្វាយបង្គំទូលព្រះមានពភាថាបពុតព្រះអង្គដ៏ចម្រើនអស្ចារ្យណាស់ចម្លែកណាស់ព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់ថាសត្វទាំងឡាយទៀងតែនឹងស្លាប់នៅទីបំផុតសត្វទាំងឡាយរមែងស្លាប់គ្រប់គ្នាសត្វទាំងឡាយមិនអាចគេចផុតអំពីសេចក្តីស្លាប់បានឡើយហ្នឹងគឺព្រះបាទប្រសិទ្ធទីកោសលកោតស្ញប់ស្ញែងនឹងព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអញ្ចឹងព្រះអង្គតែងតែសម្ដែងអញ្ចឹងគឺថាសត្វលោកទាំងអស់ហ្នឹងมันអាចយកអ្វីមកបដូរថាកុំឲ្យស្លាប់នោះបានណាហ្នឹងសេចក្តីហ្នឹងគឺយើងស្ដាប់ទៅយើងពិចារណាទៅឃើញថាពីរោះណាអត់មានមាសប្រាក់ឯណាអត់មានស្រុកទេសឯណាអត់មានទីកន្លែងឯណាអត់មានយករតនវត្ថុឯណាមកបដូរថាកុំឲ្យស្លាប់នោះបានទេណាអត់មានទេហើយបើមានគេបដូរបានណាឥឡូវហ្នឹងសម្បូរផងបើមានបដូរទេ$10,000ចាហ៊ាន$10,000ហើយអាចបដូរទៅកុំឲ្យស្លាប់បានទេណាអាត្មាគិតថាខ្ចីលុយគេអីដាក់$10,000ដែរកុំឲ្យស្លាប់មិនអញ្ចឹងហ្នឹងហើយប៉ុន្តែវាទៅមិនរួចអំណាចប្រពន្ធប្របាទប្រសេនទីកោសលស្ដេចក្រុងសាវត្ថីគ្រប់គ្រងរដ្ឋកាសីដែនកាសីទាំងមូលនៅតែមិនអាចគ្រប់គ្រងអ្វីបាននៅតែមិនអាចខាត់ខាំងបានព្រោះហេតុនោះទើបព្រះមានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងវិគាថាមួយណាហើយវិគាថាហ្នឹងញាតិញោមធ្លាប់ស្ដាប់ធ្លាប់ដឹងមកទៀតប៉ុន្តែអត់ដឹងថានៅក្នុងកពីណាឥឡូវថ្ងៃហ្នឹងដឹងហើយណាលោកគ្រូណាដឹងហើយក្នុង3ដកលេខ29ហ្នឹងសោះនៅក្បែរដៃសោះព្រះអង្គទ្រង់ត្រាស់សម្ដែងថាសព្ពេសត្តាមរិសន្តិមរណន្តាំងហេជីវិតាំងយថាកម្មង្កមិសន្តិបញ្ញបាបពលូបគាសត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណម្យ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកនៅផលបុណ្យនិងផលបាបដែលខ្លួនបានធ្វើហើយទៅតាមយថាកម្មគឺទៅតាមសមគួរដល់អំពើដែលខ្លួនបានធ្វើហើយអ្នកដែលធ្វើបាបតែងធ្លាក់ទៅសោយទុក្ខក្នុងនរកចំណែកខាងអ្នកធ្វើបុណ្យតែងឡើងទៅកាន់សុគតិភពបានចុងក្រោយព្រះអង្គមានពុទ្ធវចនៈជានិគមវចនៈគាថាមួយថាតស្មាករិយកល្យាណੰនិច្ចយ៉ាងសម្បរាយិកាំងបញ្ញានិបរលោកាស្មេងបតត្ថាហោនតិបានៃណੰណាព្រោះហេតុនោះសាទុសពបរោះដែលជាអ្នកមានសេចក្តីប្រាថ្នាត្រូវការសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានណាឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំគ្រាន់នឹងបានជាទីពឹងក្នុងលោកខាងនេះព្រោះថាបុណ្យទាំងឡាយរមែងជាទីពឹងនៃសត្វទាំងឡាយក្នុងបរលោកនេះណាវិគាថាហ្នឹងអញ្ចឹង